mà cha chi và cam được cam phải chia rồi u rồi toam tha ní tê vị thi trong bạc sập camផលិតអ្វីមួយស្មុគស្មាញខ្លាំងណាស់រឿងនេះគឺអត់មានជារឿងអីថ្មីទេបងប្អូនខ្ញុំថាអត់ថ្មីហ្នឹងគឺដោយសារយើងនាំគ្នាចង់លើកស្ទួយផលិតផលខ្មែរក៏ប៉ុន្តែអាជីវករខ្មែរខ្លះថ្ងៃហ្នឹងឃើញមានតាមបណ្ដាញសង្គម Facebook គេផ្សព្វផ្សាយតាមពិតរឿងនេះមិនមែនជារឿងថ្មីទេក៏ប៉ុន្តែខ្ញុំឃើញក៏យកមកផ្សាយទៅដើម្បីឲ្យបងប្អូនដឹងថាតើយើងនឹងវាស្មុគស្មាញប៉ុណ្ណឹងគាត់ថាចេះខ្ញុំមិនដកស្រង់កណនីថាឈ្មោះណាទេគាត់ថាកណនី Facebook គាត់ថាចង់បើកសិប្បកម្មគ្រាន់តែផលិតសាប៊ូផលិតតែសាប៊ូតែមួយមុខទេត្រូវការឆ្លងកាត់9ក្រសួងនិង14នាយកដ្ឋាន9ក្រសួង14នាយកដ្ឋានគ្រាន់តែផលិតសាប៊ូទេហើយគាត់ថាទៀតខ្លះសុពលភាពត្រូវបង់ប្រាក់ជារៀងរាល់មួយខែខ្លះ3ខែខ្លះកន្លះឆ្នាំខ្លះ1ឆ្នាំកន្លះខ្លះ3ឆ្នាំខ្លះ5ឆ្នាំខ្លះ10ឆ្នាំគឺមួយជីវិតហ្មងគឺបង់ហ្នឹងគាត់ថាក្រសួងដែលពាក់ព័ន្ធគាត់ថាស្មានដើម្បីឆ្លងកាត់ក្រសួងគាត់ផលិតសាប៊ូហ្នឹងមានអីក្រសួងមហាផ្ទៃនាយកដ្ឋានអត្តសញ្ញាណកម្មអាជ្ញាធរដែនដីភូមិឃុំបញ្ជាក់សាលាក្រុងក្រសួងយុតិធម៌មេធាវីធ្វើឯកសារផ្លូវការក្រសួងដែនដីនគររូបនីយកម្មច្បាប់ធ្វើសង់រោងសំណង់ក្រសួងបរិស្ថានច្បាប់ប៉ះពាល់នឹងអនាម័យក្រសួងសុខាភិបាលច្បាប់ផលិតនិងចុះបញ្ជីផលិតផលក្រសួងសេដ្ឋកិច្ចពន្ធដារចុះបញ្ជីបងប្អូនកណន័យស្តង់ដារគយនាំចូលវត្ថុធាតុដើមនិងឧបករណ៍ក្រសួងពាណិជ្ជកម្មចុះបញ្ជីក្រុមហ៊ុនក្រសួងការងារចុះបញ្ជីបុគ្គលិកបង់សោធននិវត្តន៍ក្រសួងសិប្បកម្មឧស្សាហកម្មនិងនវានុវត្តន៍ចុះច្បាប់ផលិតបើកសិប្បកម្មចបផលិតផលគ្រប់មុខជាស្ថានស្តង់ដារពិនិត្យគុណភាពផលិតផលសភាពាណិជ្ជកម្មកម្ពុជាស្នើសុំបាកូដមានខ្លះទៀតមានសម្រាប់អគិសនីទឹកស្អាតប្រព័ន្ធលូទឹកស្អុយអគិភ័យសន្តិសុខស្ដាប់មិនបាច់រកស៊ីអីទេក៏ប៉ុន្តែបងប្អូនអារឿងនេះវាមិនប្លែកអីដែរទេធម្មតាតែយើងទៅត្រូវតែមានស្របច្បាប់អញ្ចឹងហើយមិនអញ្ចឹងគ្រាន់តែថាមើលទៅវាស្ដាប់ទៅដូចរឿងស្មុគស្មាញវាអត់មានគេហៅ one window service គេហៅតែច្រកចេញចូលតែមួយចូលតែម្ដងហើយធ្វើឲ្យខ្លីកុំឲ្យអស់លុយស្មុគស្មាញនៅឡុងប៊ិចនេះបើទៅចុះឈ្មោះអាជីវកម្មអីប្រើពេលតែប្រហែលជា5-10នាទីអស់លុយតែប្រហែលជា25ទៅ$30បង់ប៉ុណ្ណឹងបានឈ្មោះពាណិជ្ជកម្មប្រកបអាជីវកម្មមួយហើយធ្វើទៅគាត់ថាបើយើងប្រព្រឹត្តខុសច្បាប់អីគេចាប់យើងដាក់គុកទៅគេច្បាប់គេតឹងដូច្នេះនៅស្រុកខ្មែរប្រហែលជាមកពីច្បាប់យើងធូរលលុងឬយ៉ាងម៉េចទៅបានតែត្រូវការពង្រឹងម្លឹងប៉ុន្តែអានេះអាទាំងអស់នេះដោយសារអីវិបត្តិធំបំផុតគឺដោយសារក្រសួងមន្ទីរវាច្រើនពេកយើងបង្កើតក្រសួងមន្ទីរទៅគិបកេងប្រវាញ់ប្រជាពលរដ្ឋចិញ្ចក់ឈាមប្រាក់ខែរដ្ឋហ្នឹងអស់មកកណោប្រជាពលរដ្ឋយើងអស់លុយដោយសាររឿងចិញ្ចឹមមន្ត្រីរាជការអត់ប្រយោជន៍ហ្នឹងហើយទៅធ្វើបាបអាជីវករហ្នឹងដោយសារតែវាធម្មតាតែយើងបង្កើតក្រសួងមន្ទីរតែមានការអីវាត្រូវឆ្លងកាត់គណៈកម្មការក្រសួងមន្ទីរគេបើអត់វាខុសច្បាប់តែបើមានចេះទៅអស់លុយអស់ពេលអស់វេលាអស់អីអូយស្មុគស្មាញចុះបើកាត់បន្ថយឥឡូវបើនិយាយពីថាធ្វើសាប៊ូមួយត្រូវការឆ្លងកាត់ក្រសួងស្ថាប័នជាង20បែបនេះចុះបើយើងកាត់ក្រសួងស្ថាប័នហ្នឹងឲ្យមកនៅត្រឹមតែ10អញ្ចឹងពួកគាត់កាត់បន្ថយពេលវេលាបើថា20ជាងមិញគឺបានន័យថានៅសល់តែត្រឹម4-10ក្រសួងក៏គ្រាន់បើដែរមិនអញ្ចឹងទេតែបងប្អូនអាហ្នឹងគេស៊ីតាមជំនាញអញ្ចឹងឯងវាអត់មានអីឆ្ងល់ទេ